ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel YouTube អំពង Cooking សូមបងប្អូនជួយធ្វើការ Like Channel YouTube ម្នាក់មួយផងហើយថ្ងៃនេះខ្ញុំមានមុខម្ហូបមួយមកបង្ហាញបងប្អូនពីរបៀបធ្វើគឺឆាសណ្តែកបណ្ដុះជាដំបូងនាងខ្ញុំដាក់បំពងតៅហ៊ូហើយតៅហ៊ូនេះខ្ញុំប្រើចំនួន1ដុំសម្រាប់តៅហ៊ូបងប្អូនកាត់ជាដុំតូចៗប៉ុណ្ណឹងមកណាហើយយើងបំពងឲ្យតៅហ៊ូហ្នឹងឡើងគ្រីមបន្តិចបំពងឲ្យឡើងក្រហមទាំងសងខាងណាហើយបងប្អូនកុំបើកភ្លើងខ្លាំងពេកបើកភ្លើងខ្លាំងពេកអាចធ្វើឲ្យតៅហ៊ូរបស់យើងខ្លោចអត់ឆ្ងាញ់ទេអញ្ចឹងយើងបំពងតិចតិចឲ្យបងប្អូនប្រាត្រឡប់ឲ្យក្រហមស្មើគ្នាទាំងសងខាងមកដល់ពេលដែលតៅហ៊ូយើងក្រហមបែបនេះបងប្អូនធ្វើការដួសតៅហ៊ូយើងទុកមួយដុំសិនបន្ទាប់មកយើងធ្វើការមកឆាសាច់ហើយសាច់របស់ខ្ញុំថ្ងៃនេះគឺខ្ញុំប្រើសាច់ជ្រូកខ្ញុំចិញ្ច្រាំខ្លះនិងខានជាបន្ទះខ្លះបងប្អូនចាយើងដាក់បំពងខ្ទឹមឲ្យឡើងក្រហមមកបងប្អូនធ្វើការចាក់សាច់ជ្រូកចូលហើយយើងឆាសាច់ជ្រូកឲ្យយើងឲ្យឡើងឆ្អិនបន្តិចចាំបងប្អូនដាក់ទឹកត្រីចូលយើងធ្វើបែបនេះដើម្បីកុំឲ្យសាច់ជ្រូករបស់យើងមានក្លិនឆ្អាបសាច់ជ្រូកអញ្ចឹងណាបងប្អូនបើសិនជាសាច់យើងអត់ទាន់ឆ្អិនទេហើយយើងដាក់ស្ករដាក់ទឹកត្រីចូលទៅធ្វើឲ្យខ្ញុំក្លិនសាច់ជ្រូកអញ្ចឹងណាចាហើយជាដំបូងខ្ញុំបានធ្វើការដាក់ទឹកត្រី2ស្លាបព្រាបាយប្រេងខ្យងចំនួន2ស្លាបព្រាបាយចាប៊ីចេងបងប្អូនញ៉ាំប៊ីចេងបងប្អូនដាក់ប៊ីចេងបន្តិចមកចាហើយខ្ញុំក៏ប្រើស្ករដែរស្ករខ្ញុំប្រើតែ1ចុងស្លាបព្រាបាយទេហើយយើងឆាសម្អល់សាច់របស់យើងឲ្យចូលសព្វគ្រឿងបន្តិចយើងធ្វើការដាក់តៅហ៊ូរបស់យើងចូលតៅហ៊ូដែលយើងបានបំពងមុនហ្នឹងបងប្អូនហើយយើងឆាឲ្យចូលគ្រឿងសព្វបន្តិចទៀតមកចាំយើងធ្វើការដាក់បន្លែចូលហើយសម្រាប់កន្លែងដែលបងប្អូនឆានេះបើសិនជាបើយើងរៀងស្ងួតទឹកបងប្អូនអាចថែមទឹកយើងបានណាទឹកយើងធម្មតាហ្នឹងហើយបងប្អូនខ្លាចខ្លោចហើយបងប្អូនភ្លក់មើលរសជាតិមកបើសិនជាបងប្អូនចង់បានរសជាតិបែបណាបងប្អូនថែមថយបែបហ្នឹងទៀតមកចាហើយឆាសណ្តែកបណ្ដុះខ្ញុំគឺផ្លែបន្តិចដែលខ្ញុំបន្ថែមការ៉ុតទៀតណាដើម្បីឲ្យមានពណ៌កាន់តែលយហើយយើងក៏ដាក់សណ្តែកបណ្ដុះរបស់យើងចូលមកហើយក្នុងសណ្តែកបណ្ដុះនេះបងប្អូនកុំឆាយូរពេកយើងដាក់តាមម៉ាសាឡាបានហើយបើមិនជាបងប្អូនឆាយូរធ្វើឲ្យសណ្តែកបណ្ដុះរបស់យើងផុយទៅអត់ឆ្ងាញ់ទេបងប្អូនហើយសណ្តែកឆាប់ផុយខ្លាំងណាស់អញ្ចឹងយើងកុំឆាយូរពេកអីបងប្អូនមើលតាមម៉ាសាឡាគឺបងប្អូនបិទភ្លើងមកបងប្អូនចាហើយជាចុងក្រោយក៏ខ្ញុំបន្ថែមជាមួយនឹងស្លឹកខ្ទឹមដែរហើយចាហើយមុខម្ហូបថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងឯងសូមអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូមួយនេះ